อาหารสุขภาพบางប្អូនភាគច្រើនគាត់ចូលចិត្តញ៉ាំអាហារសុខភាពអញ្ចឹងគឺបងប្អូនអាចយកតឡាចពីរមកយកមកចំហុយអញ្ចឹងគឺយើងយកតឡាចមកយើងចិតសបកវាឲ្យស្អាតមកនៅពេលយើងចិតសបកស្អាតហើយយើងឈូសវាជាសរសៃមកយើងឈូសយកតែសាច់ទេនៅពេលដែលយើងឈូសហើយអស់ហើយយើងដាក់ដាំទឹកមកយើងស្រុះតឡាចយើងបន្តិចមកនៅពេលដែលយើងស្រុះឆ្អិនហើយគឺស្រង់មកយើងដាក់នៅក្នុងទឹកត្រជាក់នៅពេលយើងស្រង់វាចេញមកគឺយើងពូតទឹកនឹងឲ្យអស់មកហើយយើងលាយជាមួយនឹងគ្រឿងបន្តិចគឺយើងដាក់អំបិលបន្តិចមកស្ករបន្តិចមកហើយយើងច្របល់ចូលគ្នាឲ្យសព្វមកបានយើងដាក់ម្សៅឆាមួយវែកហើយនឹងម្សៅពោតមួយវែកអញ្ចឹងគឺយើងច្របល់វាឲ្យសព្វមកដល់ពេលដែលសព្វហើយគឺយើងពូតវាជាដុំតូចមកល្មមមកបន្ទាប់មកបានយើងរៀបវាដាក់នៅលើឆ្នាំងចំហុយមកនៅពេលដែលយើងកំពុងចំហុយហ្នឹងគឺយើងលាយទឹកសុបបន្តិចមកទឹកសុបអត់មានអីច្រើនទេគឺមានខ្ទឹមសម្ទេសល្ងហើយនឹងប្រេងក្តៅទឹកស៊ីអ៊ីវហើយនឹងស្ករបន្ទាប់មកគឺយើងបន្ថែមជាមួយនឹងល្ខ្ទឹមបន្តិចមកយើងកូរច្របល់ចូលគ្នាឲ្យសព្វមកនៅពេលដែលយើងលាយទឹកសុបយើងហើយបន្លែយើងក៏ឆ្អិនដែរយើងអាចយកបន្លែយើងនឹងមកយើងជ្រលក់ជាមួយនឹងទឹកសុបយើងតែម្ដងចា